ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះជួបគ្នាទៀតហើយថ្ងៃនេះគឺទៅមកដល់ទីតាំងដែលអាំងសាច់នៅខាងផាកនៅចិត្តផ្ទះដែរទេតែនេះមកដល់ភ្លាមរៀបចំដើម្បីអាំងសាច់ព្រោះចាំទទួលភ្ញៀវដែលមកខួបកំណើតរបស់ចៅអញ្ចឹងយើងនេះជាម្ចាស់កម្មវិធីត្រូវមកដល់ភ្លាមដើម្បីរៀបចំអាំងសាច់ទុកឲ្យគេតាមពិតយើងមានម្ហូបធ្វើឲ្យស្រាប់ហ្នឹងក៏មានច្រើនដែរហើយតែនៅទីនេះគេភាគច្រើនបើសិនជាមានកម្មវិធីខ្មែរចូលរួមដែរគឺយើងត្រូវមានសាច់គោអាំងហើយនឹងចយ៉ដែលហៅថាអេការ៉ូហ្នឹងអញ្ចឹងគឺពីថ្ងៃមុននឹងដើរទិញសាច់ហើយយកមកដោតយកមកអីហ្នឹងឥឡូវដល់កម្មវិធីហើយអ្នកអាំងនេះគឺអត់ហូបសាច់គោទេគឺហូបតែសាច់ជ្រូកអញ្ចឹងនោះសាច់ជ្រូកមួយដុំនេះគឺសម្រាប់អាំងទុកខ្លួនឯងហើយសាច់គោនេះគឺអាំងសម្រាប់ទទួលភ្ញៀវហើយគេបានឲ្យស្រាបានមកដបដើម្បីហូបហើយកុំឲ្យត្រជាក់ពេកព្រោះកម្មវិធីនៅនេះហ្នឹងគឺត្រជាក់តែកុំឲ្យតែភ្លៀងព្រោះកម្មវិធីចេះផងបើភ្លៀងទៀតចប់ហើយតែនេះគ្រាន់តែត្រជាក់អញ្ចឹងនេះអាំងសាច់ជ្រូកអាំងសាច់គោតែសាច់គោគឺហូបខ្លួនសាច់ជ្រូកហូបខ្លួនឯងសាច់គោគឺសម្រាប់ទទួលភ្ញៀវហើយមិនភ្លេចទេរឿងបាសមួយចូលចិត្តអញ្ចឹងពេលដែលអាំងហ្នឹងគឺមានបាសចាក់កំដរស្ដាប់តន្ត្រីហ្នឹងគឺមិនមែនជាអ្នកសិល្បៈតែចូលចិត្តវិស័យចម្រៀងអីហ្នឹងអញ្ចឹងពេលដែលធ្វើអីហ្នឹងរៀងឈរយូរចិត្តនៅនេះហ្នឹងគឺត្រូវតែមានតន្ត្រីដើម្បីកំដរអារម្មណ៍ហើយអញ្ចឹងនេះចាប់នេះហើយអញ្ចឹងជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា